chẳng chịu xua ta can trả việc mình chỉ bận tao thì chẳng đăng tha pi một năm từ một năm chụp chôn đài bà lòng bạn đục á thì tất cả ở trong mình chẳng còn mình chụp sang thay chụp bạn đục sang thập bài sập từ chật sập hiện rồi đã bà lòng chụp ta chụp chôn còn mình chụp nạp bà lòng đại tế chụp puka tờ riêng phải chạy cạo chi này dừng khơi thay này pe phải chụp bòn nữa bạn ở con sầm nôn đi là mình thế bạn đại xong bây giờ ta sầm nôn đi có bẹ bòn đường tận này mà chấm nuốn, ai ta mà vậy được chấm đào ban được không ai bác sĩ chỉ chấm mình plei tế, mình tên tất sau để cho bạn đốt cứประมาณchỉ đập mơn nè, bạn đập mơn nè, kịp tiếp cho mùi phải cái chân sờ rộng đập 70,000, chân chấm nuốn đi ra nè, bằng bộ nó đi, mùi sen nè, bây giờ vậy đây mà sen nè, trong năm pi bòn mà phải buồn, nên chỉ cần mà phải buồn mà năm tế, hay không chấm nào phải cái chân sờ rộng đó, vía đập 70,000nè, bạn cứ chán của sao mình tên chẳng dụ chôn đằng đọc mơ nó cứ chơi vô chấm niên để vẽ con đằng trong cái site digital nó ta mà vậy được trong tôi lấy vào một bán pi ca sài chiều mây trong gối năm pi 4 cứ tách mình tên mình đọc pi rồi phòng bảng bờ mình tên tới clip tới xưng gồm 5 pi rồi điện từ chấm niên này chẳng chấm muốn cứ tách nè để dương trời cả ở dụ chôn bảo dưới còn trời mưa khơi nhà cả nó bạn tụi hay công cất hà năng vị trí một buổi chiều một ngày một ngày rồi có bánh hà lồng bạ sắmรับcà riên mình chính chẳng để bạn vậy được trong mưa khơi chặt đáy để sang trong ban thộp riêng được không mà học trở lại đấy hay còn thưa ca sài chiềuได้ អំពី từ này nứng còn miền là bài ca mũi đấy cái này dây អំពី ca đã đi sát rồi có sơនៅកម្ពុជាយើងចាប់យកជំនាញ digital ប្រហែលពេលបច្ចុប្បន្នវិស័យមួយចំនួនឬក៏ជំនាញមួយចំនួនដូចជា e-commerce វិស័យទូរគមនាគមន៍គេហៅ telecom ជំនាញវិស័យ AI artificial intelligence ហ្នឹងបញ្ញាសិប្បនិម្មិតវិស័យ robotics មនុស្សគេហៅគ្រឿងយន្តឬក៏មនុស្សយន្តនិង software engineering វាអភិវឌ្ឍ software និងវិស័យផ្សេងៗទៀតឃើញថាមានចំនួនកើនឡើងប៉ុន្តែសួរថាចំនួនហ្នឹងច្រើនអត់ជំរាបដោយមើលតួលេខជាក់ស្ដែងខ្ញុំចាំមិនច្បាស់នៅតួលេខប៉ុន្តែនៅមានកម្រិតតិចនៅឡើយបើប្រៀបធៀបចំនួននៃការដែលសិស្សបានប្រឡងជាប់បាក់ឌុបក្នុងកម្រិត 70% យ៉ាងតិចខ្ញុំគិតថាប្រហែលជា 60% ប៉ុណ្ណោះនៃចំនួនសិស្សដែលបានជាប់ថ្នាក់ទុតិយភូមិហើយគាត់វិវត្តទៅថ្នាក់វិទ្យាសាស្ត្រឬក៏ចាប់យកជំនាញផ្នែកពាក់ព័ន្ធដោយឡែកយើងមានក៏មានរបាយការណ៍មួយទៀតដែលថាក្នុងចំណោមសិស្ស10នាក់ប្រមាណជាចូល6នាក់ទៅដល់7នាក់ដែលបានចាប់យកវិទ្យាសាស្ត្រសង្គមផ្នែកសង្គមមិនមែនផ្នែកវិទ្យាសាស្ត្រអញ្ចឹងនេះចំណុចមួយដែលវាវិសមភាពខ្ពស់ដែរបើយើង compare ទៅលើចំនួនតួលេខនេះក៏ប៉ុន្តែនិយាយចិត្តភាពជារួមហើយនឹងការអង្កេតរបស់ខ្ញុំផ្ទាល់សួរថាតើយុវជនយើងយ៉ាងម៉េចសម្រាប់អ្នកការយុវជនដែលយល់ដឹងពីបច្ចេកវិទ្យាក្នុងកម្រិតជាអ្នកប្រើប្រាស់អង់គ្លេសគេហៅថា digital user ឬក៏ consumer គឺយើងឃើញថាយុវជនយើងកម្ពុជាបច្ចុប្បន្នឈរលេខ2បន្ទាប់ពីឡើងក្រោមឡើងតែបន្តិចតួចទេបាទក្នុងរបាយការណ៍ចុងក្រោយនេះទៅលើចំនួនប្រជាជនដែលមានវ័យក្មេងគេហៅ generation Z ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍អញ្ចឹងបើយើងនិយាយរាប់ពីទីម៉័រចូលផងវាមាន11ប្រទេសដែលជាសមាជិកចាត់ទុកថាជាសមាជិកដែរចុះបើទីម៉័រនៅក្នុងតំណែងជាភាពរូបភាពជាសមាជិកផ្លូវការវាមិនទាន់ពេញសិទ្ធិនៅឡើយក៏ប៉ុន្តែ11ប្រទេសនេះយើងមើលឃើញថាកម្ពុជាយើងឈរលេខ2ហើយចាញ់បន្ទុកចាញ់ឡើងតែបន្តិចទេទៅលើរបាយការណ៍ចុងក្រោយទៅមិនចាញ់ថ្មីនឹងឯងគឺទៅលើចំនួនប្រជាជនយើងដែលមានវ័យក្មេងច្រើនអញ្ចឹងទស្សនវិជ្ជាជារួមជំនះប្រើប្រាស់ទៅលើ digital ទាំង social media និង internet យើងមាន Facebook ខ្ញុំចាក់ស្ដែងនិយាយ Facebook តែមួយគឺចិត្ត1លានមកចិត្ត12លាន account ឬក៏12លានអ្នកខ្ញុំមករាប់ account នេះសំទោសចិត្ត12លានអ្នកដែលបានប្រើប្រាស់បណ្ដាញសង្គមដោយឡែក TikTok តែមួយគត់ឆ្នាំ2024គឺមាន9លាន6សែនចិត្ត10លានទៅហើយប្រជាជនយើង17លានហើយអ្នកប្រើប្រាស់ internet ខ្ញុំនិយាយមិញគឺចិត្ត12លានអញ្ចឹងបងប្អូនគិតសម័យមើលទៅសល់តែ5លានទេដែលមិនទាន់បាន access ទៅបណ្ដាញសង្គមឬក៏ internet បើគិតជាភាគរយក្នុង 70% ក្រាស់តែអ្វីដែលខ្ញុំមើលឃើញថាយ៉ាងម៉េចនិយាយទស្សនវិជ្ជាជារួមអ្នកប្រើប្រាស់ digital នៅស្រុកយើងច្រើនហើយអាហ្នឹងចង់ផ្ដាំទៅមិនផ្ដាំទេគេហៅថាចង់បើកបងកញ្ចក់មួយដើម្បីឲ្យសហគ្រិនលោកបានដឹងថាម៉េចកម្ពុជាយើងធ្វើបិទប្រទេសយើងតូចធ្វើបិទថាមើលឃើញថាបើយើង compare មួយប្រទេសជិតខាងសេដ្ឋកិច្ចយើងនៅតូចយើងនិយាយចំថាយើងវានៅទៀបជាងបណ្ដាប្រទេសជិតខាងបន្តិចតែយើងអត់និយាយពីឡាវនិយាយពីភូមាទេយើងនិយាយពីវៀតណាមថៃឬក៏បណ្ដាប្រទេសអភិវឌ្ឍជឿនលឿនជាង5តែ6របស់អាស៊ីអាគ្នេយ៍គេថាអាស៊ានហ្នឹងឯងយើងនៅក្រោមបន្តិចប៉ុន្តែបើ in term of អ្នកដែលប្រើប្រាស់ internet គឺកម្ពុជាយើងមិនចាញ់ទេអញ្ចឹងត្រឡប់មកវិញថាម៉េចអតិថិជនរបស់បងប្អូនទាំងអស់គ្នាចង់មិនចង់ទីមួយត្រូវទទួលស្គាល់ថាយុវជនព្រោះ generation C ខ្ញុំបានជម្រាបជូនមិញអ្នកដែលកើតចន្លោះឆ្នាំពី94ឡើងមកក្រោយបាទ94 95មកក្រោយហ្នឹងគឺមានច្រើនជាងគេឈរលេខ2នៅក្នុងតំបន់អាស៊ីអាគ្នេយ៍អញ្ចឹងបានន័យថាបងប្អូន
ដែលជាម្ចាស់អាជីវកម្មត្រូវប្រយ័ត្នថាការធ្វើ digitalization ការដែលយើងបានទទួលយក digital ហ្នឹងបានកម្រិតណាបាទហើយក្នុង digital ទូលំទូលាយណាស់បងប្អូនខ្ញុំនិយាយតែរឿងទូចមួយគេហៅតែលើ digital marketing បងប្អូននិយាយពី digital marketing និយាយភាសាមួយថាគាត់មាន Facebook page មួយគាត់គិតថាហ្នឹងជាផ្នែកមួយនៃ digital marketing បាទវាជាផ្នែកមួយត្រឹមត្រូវហើយប៉ុន្តែវាមិនមែនជាទស្សនវិជ្ជារួមនៃ digital marketing មិនទាន់ពេញលេញវាមិនទាន់ពេញលេញទេវាមានរឿងជាច្រើនទៀតអញ្ចឹងបើយើងប្រៀបធៀបនៅក្នុងផ្នែក digital វាមានរឿងច្រើនប៉ុន្តែខ្ញុំនិយាយតែរឿង marketing មួយដែលជាសសរស្តម្ភដ៏ពិសេសនៃការទ្រទ្រង់សេដ្ឋកិច្ចរបស់ធុរកិច្ចមួយឲ្យវារឹងមាំបានជំនាញលក់ជំនាញទីផ្សារហើយនឹងប្រតិបត្តិការ3ហ្នឹងសម្រាប់ខ្ញុំទេគឺជាសសរស្តម្ភសំខាន់នៃធុរកិច្ចមួយអញ្ចឹងការលក់បច្ចុប្បន្នកំពុងលើ digital បងប្អូនដែលគាត់ live លក់គាត់ boost បណ្ដាញសង្គម boost page នៅលើបណ្ដាញសង្គមលក់ការលក់ក៏ពឹងលើ digital ការធ្វើទីផ្សារឲ្យគេស្គាល់ការកសាង market house ក៏លើ digital ប្រតិបត្តិការមួយចំនួនធំទាំងផ្នែក accounting finance ដែលជា backbone ដែលជាគេហៅថាផ្នែកខាងក្រោយនៃធុរកិច្ចក៏ពឹង digital អញ្ចឹង everything វានៅក្នុង digital ទៅហើយដែលសហគ្រិនលោកត្រូវរូបរះខ្លាំងមែនទែនជាក់ស្ដែងពី2025ទៅមុខទៀតបើសិនជាសហគ្រិនយើងជាពិសេសម្ចាស់សហគ្រាសដែលក្នុងsmall business ឬក៏ micro business អាជីវកម្មខ្នាត micro ឬក៏ខ្នាតតូចខ្ញុំអត់និយាយ medium ឬក៏ខ្នាតធំទេបើយើងអាដាប់អត់ទាន់យើងទទួលយកអត់ទាន់ទេយើងនឹងស្លាប់ខ្ញុំអត់និយាយពាក្យចាញ់ទេគឺនឹងស្លាប់ច្រើនជាងពីព្រោះ digital អត់ចាំយើងទេហើយជាមួយនឹងវត្តមាន GAI គេហៅ generative AI